សុំជម្រាបសួរដល់អតិថិជនទាំងអស់អ្នកដែលធ្វើស្រែដូចខ្ញុំកាលពីមុនត្រូវខ្ញុំអត់ទាន់ដែរប្រើប្រភេទប៉ារ៉ានេះគាត់មានលក្ខណៈថាវាក្រាន់ចាវាក្រាន់ហើយមិនសង្ឃឹមថាវាបានប៉ុណ្ណឹងទេតាមតែផលយើងមើលទៅគិតថាគាត់មិនអាចឡើងដល់ប៉ុណ្ណឹងទេដល់ពេលក្រោយពេលយើងប្រើថ្នាំនេះទៅគឺប្រសិទ្ធភាពរបស់គាត់គឺឡើងបានស្រូវយើងបានគុណភាពប្រហែលនេះចាយើងសង្ឃឹមថាលើកក្រោយបើសិនជាឆ្នាំនឹងប្រសិទ្ធភាពល្អទៀតណាខ្ញុំព្យាយាមហើយខ្ញុំនឹងសាកល្បងនៅស្រែផ្សេងទៀតចាស្រែនេះអត់មានប្រើប៉ារ៉ាស្រែហ្នឹងក៏អត់ប្រើទេស្រែហ្នឹងអញ្ចឹងបើប្រៀបធៀបវាក្រាន់ខុសគ្នាឆ្ងាយចាលក្ខណៈដងដើមវាក៏ខុសគ្នាដែរដូចថាលក្ខណៈដងដើមស្រូវគេអត់ប្រើប្រភេទប៉ារ៉ាគេរៀងល្អិតអញ្ចឹងណាហើយស្លឹករបស់គេរៀងរបៀបថាតុងដែងក្រហមទៅពេលរបស់យើងពណ៌ធម្មជាតិលក្ខណៈថាខៀវស្ងាត់តែអត់មានកើតជំងឺកើតអីទេចាបើជើងពិសេសអត់កើតជំងឺឃើញស្រូវល្អស្អាតបាទចាឃើញស្រូវល្អស្អាតបែកគុំដងដើមធំផ្លែធំហើយមានទម្ងន់បាទអរគុណចាដែលជឿជាក់លើប៉ារ៉ាអារ៉ាក្របផ្សាយអិនស្តង់ដារអន្តរជាតិចាអរគុណ